ដែលសហរដ្ឋអាមេរិកចាប់ដើមគិតពិចារណាថាបើសិនជាបន្តឲ្យចិននៅតែមានការយកចិត្តទុកដាក់ពង្រីកអធិបុលរបស់ខ្លួនតាមរយៈសន្តិសុខសកលនេះគឺអាមេរិកជាអ្នកគ្រោះថ្នាក់ឥឡូវយើងក៏លេខទៅមើលទី1ចិននៅតែក្នុងប្រទេសខ្លួនឯងដំបងឡើយក្រោយមកចិនបានពង្រីកអធិបុលរបស់ខ្លួនមកអាស៊ានចេញពីអាស៊ានទៅតំបន់ផ្សេងគឺទៅគេហៅថាអាស៊ានត្បូងជាពិសេសនៅក្បែរនឹកចិនហ្នឹងហើយបន្ក្រោយមកពីមួយឆ្នាំទៅមួយឆ្នាំឈានទៅដល់ពិភពលោកតែម្ដងប៉ុន្តែយើងឃើញថានៅពេលដែលរុស្ស៊ីហើយនិងហ៊ុយក្រែនមានជម្លោះនឹងគ្នាហើយអឺរ៉ុបបានដាក់ទណ្ឌកម្មរុស្ស៊ីធ្វើឲ្យរុស្ស៊ីមិនអាចងាកទៅអឺរ៉ុបបានប៉ុន្តែរុស្ស៊ីក៏បានបបួលចិនធ្វើយ៉ាងម៉េចពីអ្នកចិនទៅហ៊ុំព័ទ្ធអឺរ៉ុបវិញឡើងតាមប្រទេសរុស្ស៊ីចូលតំបន់អាតិចហើយទៅនៅប៉ូលអញ្ជើញជាពិសេសគឺទៅយក Greenland តែម្ដងអញ្ចឹងកន្លែងហ្នឹងហើយដែលយើងឃើញថាធ្វើឲ្យអធិបុលរបស់ចិនកាន់តែរីកនៅក្នុងតំបន់ហ្នឹងប៉ុន្តែកាលណាចូលទៅដល់ Greenland ហើយគឺសហរដ្ឋអាមេរិកត្រូវតែមានប្រតិកម្មហើយពីព្រោះមហាអំណាចពីរហើយមក Greenland ដែលជាដែនប្រមាញ់ហើយនឹងងាកគៀកជាមួយនឹងទ្វីបអាមេរិកទៅទៀតបាទអញ្ចឹងហើយកន្លែងនេះយើងឃើញថាអធិបុលចិនរុស្ស៊ីនៅកន្លែងនេះវាធ្វើឲ្យសហរដ្ឋអាមេរិកត្រូវតែមានប្រតិកម្មភ្លាមអញ្ចឹងដើម្បីទប់នឹងអធិបុលចិនអញ្ចឹងនឹងរុស្ស៊ីសហរដ្ឋអាមេរិកក៏ចាប់ផ្ដើមបំផ្លាញឬក៏ដើម្បីងាកទៅរកអ្វីដែលចិនមានទំនាក់ទំនងជាមួយនឹងប្រទេសនានាគេហៅថាខ្លាក្នុងតំបន់ឧទាហរណ៍ដូចជាប្រទេសអ៊ីរ៉ង់ដែលជាខ្លាក្នុងតំបន់ប្រទេសវេណេស៊ុយអេឡាជាខ្លាក្នុងតំបន់អញ្ចឹងទាំងអស់នឹងហើយគាត់ចាប់ដើមមានវិធានដើម្បីទប់អធិបុលម្ដងមួយហ្នឹងឧទាហរណ៍យើងឃើញថាសហរដ្ឋអាមេរិកទប់អធិបុលរុស្ស៊ីនិងចិននៅក្នុងតំបន់គេហៅថាការ៉ាប៊ីនតាំងយើងឃើញការពីអាណត្តិទី1របស់គាត់ឆ្នាំ2016ដល់2020ដូណាល់ត្រាំចាប់ផ្ដើមបញ្ឆេះអធិបុលរបស់ពួកដែលប្រឆាំងជាមួយនឹងរដ្ឋាភិបាលនានាដែលត្រូវជាមួយនឹងមានការទំនាក់ទំនងល្អជាមួយចិនជាពិសេសគឺនៅក្នុងប្រទេសវេណេស៊ុយអេឡាប៉ុន្តែលោកបរាជ័យនៅឆ្នាំ2017បានគាំទ្របដកប្រឆាំងជាមួយនឹងលោកម៉ាឌូរ៉ូហ្នឹងវិញបរាជ័យទៅអញ្ចឹងចប់អាណត្តិលោករឿងហ្នឹងក៏វាຕົកម្ដុំប៉ុន្តែមកដល់អាណត្តិថ្មីរបស់លោកគឺលោកចាប់ផ្ដើមសាររឿងហ្នឹងវិញធ្វើយ៉ាងម៉េចទប់អធិបុលចិននៅកន្លែងនេះឲ្យជាប់ហើយអញ្ចឹងហើយបានយើងឃើញថាឯងកាលណាលោកទប់អធិបុលចិនទៅជាប់នៅកន្លែងហ្នឹងគឺចិនអាចហាក់ដាច់ជើងកន្លែងមួយចិនមិនអាចគំរាមសហរដ្ឋអាមេរិកនៅក្នុងចេញពីតំបន់គេហៅថាអាមេរិកឡាទីនហ្នឹងមកសហរដ្ឋអាមេរិកឯងបាទអញ្ចឹងធ្វើឲ្យប្រទេសនានានៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្ដើមទប់ស្កាត់ឬក៏ចាប់លោកប្រធានាធិបតីប្រទេសវេណេស៊ុយអេឡាបានហាក់ដូចជាប្រទេសនៅតំបន់ស្ងាត់ជាអធិបុលចិនរុស្ស៊ីនៅតំបន់ស្ងាត់អញ្ចឹងសហរដ្ឋអាមេរិកដើរមកតំបន់ផ្សេងក្រៅគេហៅថាតំបន់ក្រៅរបស់គាត់អញ្ចឹងតំបន់ក្រៅរបស់គាត់មានណាមានទី1គឺនៅគេហៅថាមជ្ឈិមបូព៌ាអញ្ចឹងប្រទេសអ៊ីរ៉ង់នឹងឯងហើយទី2គឺនៅ Greenland គឺនៅដាននម៉ាកឯងអញ្ចឹងហើយបានខ្ញុំគិតថាបញ្ហានៅប្រទេសអ៊ីរ៉ង់ហើយនឹងនៅដាននម៉ាកដាច់គ្នាមួយសម្រាប់នៅប្រទេសដាននម៉ាកឬក៏នៅថា Greenland ហ្នឹងវាជាកត្តាស្លាប់រស់របស់សហរដ្ឋអាមេរិកជាភូមិសាស្ត្រនយោបាយដែលសហរដ្ឋអាមេរិកត្រូវតែគ្រប់គ្រងតំបន់នេះមិនអនុញ្ញាតឲ្យចិនឬរុស្ស៊ីស្ថិតនៅក្នុងកន្លែងនេះជាស្ថិតថេរទេចិនណានិងរុស្ស៊ីអាចនៅតំបន់ការ៉ាប៊ីនបានដោយសារតែតំបន់នោះវាជាតំបន់មួយដែលមិនប៉ះពាល់ទៅដល់ផលប្រយោជន៍អាមេរិកធ្ងន់ទេប៉ុន្តែបើសិនជាចិននិងរុស្ស៊ីគ្រប់គ្រងតំបន់ Greenland បានគឺសហរដ្ឋអាមេរិកត្រូវជួបបញ្ហាច្រើនបញ្ហា4នោះប៉ុន្តែយើងនឹងជជែកគ្នាតទៅទៀតហ្នឹងមួយវិញទៀតយើងឃើញថាសហរដ្ឋអាមេរិកដើម្បីព្រមានចិននៅក្នុង Greenland ឥឡូវយើងទៅមើលជំហររបស់លោកដូណាល់ត្រាំបាទជាជំហរប្រធានាធិបតី47ពេលដែលគាត់ឡើងធ្វើប្រធានាធិបតីគាត់និយាយតែម្ដងទេគឺថាធ្វើម៉េចឲ្យអាមេរិកកាំងហ្នឹងវាអត់ខ្ចោះណា Great America Again ណាអញ្ចឹងវាន័យថាធ្វើឲ្យអាមេរិកហ្នឹងវាល្អប្រសើរជាងមុនឬយ៉ាងម៉េចហ្នឹងក៏ប៉ុន្តែយើងឃើញថាយើងគិតវាមិនដល់ប្រធានាធិបតី47ធ្វើឲ្យអាមេរិកអស្ចារ្យមែនទី1មហិច្ឆតារបស់គាត់គឺយកកាណាដាណាគាត់មហិច្ឆតារបស់គាត់យកកាណាដាធ្វើជារដ្ឋទី52របស់គាត់បន្ទាប់មកគាត់ក៏មានផែនការយក Greenland អាហ្នឹងដែលជាចំណុចសំខាន់នៅកន្លែងហ្នឹងឥឡូវយើងទីហោះថាឥឡូវបើគាត់យក Greenland បានតាមវិធីណាយើងនិយាយទៀតតើគាត់ឆន្ទៈរបស់គាត់ចប់ត្រឹម Greenland ហ្នឹងឬក៏យ៉ាងម៉េចឥ
ឬមកគេលោកគាត់យក green នឹងបានហើយគាត់ទៅយកកាណាដាទៀតវាអានឹងវាតាក់ទងទៅលើកត្តា2កត្តាទី1គឺកត្តាសង្គ្រាមនៅអ៊ុយក្រែននិងរុស្ស៊ីសិនយើងទៅមើលកត្តាហ្នឹងបើសិនជាកត្តាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនចប់ដោយរុស្ស៊ីមានព្រៀបចា៎បាទហើយពេលនោះគឺអឺរ៉ុបរួមគ្នាដើម្បីធ្វើយ៉ាងម៉េចត្រូវជាមួយនឹងរុស្ស៊ីឧទាហរណ៍ត្រូវនឹងរុស្ស៊ីហើយពេលហ្នឹងគឺរុស្ស៊ីហើយនិងអឺរ៉ុបត្រូវគ្នាមានន័យថាគិតអំពីផលប្រយោជន៍អឺរ៉ុបប្រហែលជាអាមេរិកយកអត់បានទេអាហ្នឹងមួយវិញទៀតបើសិនជាអឺរ៉ុបណាកត្តាទី2អឺរ៉ុបនៅតែឆ្លោះជាមួយរុស្ស៊ីដដែលហើយខ្លួនឯងឆ្លោះជាមួយនឹងអាមេរិកទៀតដូច្នេះអត់មានអ្នកណាជួយអឺរ៉ុបទេអញ្ចឹងអ្នកដែលយក Greenland បានពីអឺរ៉ុបហ្នឹងគឺអាមេរិកនឹងឯងអញ្ចឹងយើងទៅមើលហេតុអីបានខ្ញុំនិយាយអញ្ចឹងយើងទៅមើលចំណុចខ្សោយរបស់អឺរ៉ុបនៅកន្លែងណាគឺប្រេងពេលដែលគាត់ត្រូវជាមួយរុស្ស៊ីគាត់មានធម្មពលមានប្រេងគាត់ទិញពីរុស្ស៊ីក៏ប៉ុន្តែនៅពេលដែលគាត់ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីពេលដែលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែនរុស្ស៊ីនិងអ៊ុយក្រែនគាត់ឡើងគាត់ដាក់ទណ្ឌកម្មរុស្ស៊ីក៏ឡើងគ្រប់គ្រងប្រេងគាត់អញ្ចឹងអាមេរិកជាអ្នកគ្រប់គ្រងប្រេងគាត់ចុះនៅពេលដែលសហរដ្ឋអាមេរិកទៅយកដែនដីដែលជាសមាជិករបស់អឺរ៉ុបណាជាសមាជិកអឺរ៉ុបដានម៉ាក់នៅអឺរ៉ុបហ្នឹងឃើញទេហើយអញ្ចឹងទៅវាធ្វើឲ្យអឺរ៉ុបហ្នឹងមានប្រេងឯណាបើមិនចំនួននេះកើតឡើងចម្រៀងអាមេរិកជាមួយនឹងអឺរ៉ុបពេលដែលតតាំងនេះកើតឡើងអញ្ចឹងចង់ឃើញថាកន្លែងនេះគឺអឺរ៉ុបច្បាស់ជាទុនដៃឯងអញ្ចឹងចំណុចដែលអឺរ៉ុបមិនងាកទៅរករុស្ស៊ីទេទីហោគឺអាមេរិកនឹងយកកន្លែងហ្នឹងបានផ្ទុយទៅវិញប្រសិនបើចិនថើយជាមួយរុស្ស៊ីនៅតែក្រាញនានាលពីព្រោះបើសិនជាចិនបាត់ Greenland មួយទៀតគឺចិនចាញ់សហរដ្ឋអាមេរិកទាំងស្រុងទី1សហរដ្ឋអាមេរិកបានកាត់ដៃកាត់ជើងគាត់នៅឯសមុទ្រការ៉ាប៊ីនហើយទី2កំពុងតែដកឥទ្ធិពលចិននៅឯមជ្ឈិមបូព៌ាអញ្ចឹងដើម្បីប្រឈមជាមួយសហរដ្ឋអាមេរិកមានតែមួយគត់នៅ Greenland បើសិន Greenland ចិននិងរុស្ស៊ីទប់ទល់មិនបានទេគឺពិភពលោកនេះជារបស់សហរដ្ឋអាមេរិកអញ្ចឹងយើងត្រូវមើលនេះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកមិនមែននៅការ៉ាប៊ីនមិនមែននៅឯមជ្ឈិមបូព៌ានឹងទេមជ្ឈិមបូព៌ាគ្រាន់តែគាត់ដដើមបានតំបន់ហ្នឹងយកទៅឲ្យអ៊ីស្រាអែលជាអ្នកគ្រប់គ្រងពីព្រោះតំបន់នេះអ្នកដែលគ្រប់គ្រងចំនួនសហរដ្ឋអាមេរិកគឺអ៊ីស្រាអែលកាលណាគេគ្រប់គ្រងតំបន់នឹងបានមជ្ឈិមបូព៌ាបានស្មើនឹងកាត់ដៃកាត់ជើងរបស់ចិនមិនអាចទៅដល់អាហ្វ្រិកបានឃើញទេហើយក៏មិនអាចកាត់ដៃកាត់ជើងចិនមកអឺរ៉ុបបានដែរពីព្រោះអ៊ីស្រាអែលដែលសំទោសអ៊ីរ៉ង់នៅកន្លែងហ្នឹងគឺមានឥទ្ធិពលខ្លាំងណាស់ឥទ្ធិពលទី1ដោយបងមានភាសាអញ្ចឹងគាត់មានគេហៅថាសម្ព័ន្ធមិត្តតូចរបស់គាត់ដែលជាគេហៅថាក្រុមភៀវប្រកម្មឬក៏ក្រុម Hezbollah ក្រុមអីអញ្ចឹងទៅសម្រាប់ជួយគាត់ហើយបើសិនជាអ៊ីរ៉ង់អវត្តមានឬអ៊ីរ៉ង់ត្រូវបានដូររដ្ឋាភិបាលដោយសារតែមានរដ្ឋាភិបាលថ្មីគាំទ្រសហរដ្ឋអាមេរិកអញ្ចឹងដៃជើងរបស់គាត់ទាំងប្រមាណហ្នឹងសកម្មជនអង្គការគេហៅថាសកម្មជនរបស់គាត់ហ្នឹងក៏ទៅដួលដែរអញ្ចឹងបានន័យថាគ្មាននរណាម្នាក់មកតតាំងជាមួយអ៊ីស្រាអែលអញ្ចឹងអ៊ីស្រាអែលត្រូវធ្វើស្ដាច់ក្រាញនៅកន្លែងហ្នឹងអញ្ចឹងចង់ពិភពអារ៉ាប់ត្រូវតែលូនជង្គង់ទៅផ្ទះអ៊ីស្រាអែលបើសិនជាអ៊ីរ៉ង់មួយដួលទៀតអញ្ចឹងហើយបានន័យថាប្រទេសចិននិងរុស្ស៊ីក៏អត់មានឥទ្ធិពលនៅកន្លែងហ្នឹងដែរអញ្ចឹងមានន័យថាពិភពលោកនេះគឺអ្នកណាដែលគ្រប់គ្រងប្រេងគឺអាមេរិកទាំងអស់គ្រប់គ្រងប្រេងនៅវីណេស៊ុយឡាគ្រប់គ្រងប្រេងនៅអ៊ីរ៉ង់ក៏ដូចជាគ្រប់គ្រងនៅគេហៅថាតំបន់មជ្ឈិមបូព៌ាទាំងមូលអញ្ចឹងស្ថិតនៅលើដៃសហរដ្ឋអាមេរិកអញ្ចឹងសហរដ្ឋអាមេរិកគេកាត់គ្រងសេដ្ឋកិច្ចឥឡូវយើងឃើញហើយរាល់ថ្ងៃនេះសេដ្ឋកិច្ចសហរដ្ឋអាមេរិកបើធៀបជាមួយនឹងចិនគឺស្តុកចិនកំពុងឡើងខ្លាំងដូច្នេះសហរដ្ឋអាមេរិកត្រូវតែផ្ដាច់ធម្មពលរបស់ប្រទេសចិនដែលអ៊ីរ៉ង់ជាអ្នកផ្គត់ផ្គង់ឲ្យប្រទេសចិនហើយប្រទេសចិនយកអធម្មពលប្រេងទៅផលិតចេញជាឧស្សាហកម្មហើយចេញទៅលក់នៅក្នុងពិភពលោកគឺតំណែងរបស់ចិនគឺគ្រប់គ្រងនៅលើពិភពលោកទាំងអស់បើធៀបជាមួយនឹងតំណែងសហរដ្ឋអាមេរិកជារដ្ឋមួយដែលទិញចូលទេអញ្ចឹងសហរដ្ឋអាមេរិកប្រើនយោបាយពន្ធហ្នឹងគឺឲ្យដើម្បីគៀបរដ្ឋតូចដែលរដ្ឋតូចហ្នឹងជាតំណែងចិនទាំងអស់នៅក្នុងតំបន់ពិភពលោកហ្នឹងគឺឲ្យតែប្រទេសទាំងអស់ហ្នឹងគឺលក់តំណែងទៅក្រៅហ្នឹងឈ្មោះថាប្រទេសទេប៉ុន្តែតាមពិតតំណែងចិនទាំងអស់ហ្នឹងអញ្ចឹងមានន័យថាសហរដ្ឋអាមេរិកគេត្រូវក្រោយមធ្យោបាយហ្នឹងដើម្បីគៀបឥទ្ធិពលចិនកាលណាចិនខ្សោយនៅសេដ្ឋកិច្ចចិនមិនអាចទៅផលិតយកលុយទៅផលិតឬក៏រលុយឯណាទៅផលិតសម្រាប់ដើរក្នុងវិស័យយោធាឲ្យទាន់អាមេរិកអញ្ចឹងអត់បានទេបាទអញ្ចឹងនេះជានយោបាយមួយដើម្បីគៀបចិនឲ្យនៅកន្ទឿនៅផ្នែកបច្ចេកវិទ្យានិងវិស័យយោធាតែម្ដង
ចា គំនិតរបស់សហរដ្ឋអាមេរិកនេះគឺ Greenland គឺជាកត្តាស្លាប់រស់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចាប់ពីលោកដូណាល់ត្រាំទៅអនាគតឧបមាថាអាណត្តិនេះលោកប្រធានាធិបតីយកមិនបានក៏ជាសញ្ញាមួយគឺប្រាប់ឲ្យលោកប្រធានាធិបតីក្រោយៗទៀតត្រូវតែយក Greenland ឲ្យបានពីព្រោះវាជាគ្រោះថ្នាក់បំផុតនៅពេលដែល Greenland ធ្លាក់ទៅក្នុងដៃរុស្ស៊ីឬដៃនៃចិនយើងត្រូវយល់ឃើញថាការពីដើមឡើយប្រទេសចិនចង់លក់ទំនិញអីគឺចុះតាមអាស៊ីយើងមកចុះតាមប៉ាស៊ីហ្វិកឡើងទៅអឺរ៉ុបទេมันអាចទៅតំបន់នេះបានទេអញ្ចឹងកាលណាទៅតំបន់ហ្នឹងត្រូវការបច្ចេកវិទ្យាខ្ពស់ណាស់ពីព្រោះវារាំងស្ទះទៅដោយធម្មជាតិគឺតកកនឹងឯងឥឡូវចិនអាចប្រើនាវាដាច់ direct ផ្ទាល់ទៅ Greenland ដោយប្រើមធ្យោបាយចិនខ្លួនឯងគឺបំបែកតកកទៅបានហើយដែលប្រទេសខ្លះនៅក្នុងតំបន់អឺរ៉ុបហ្នឹងមិនទាន់ធ្វើមធ្យោបាយឬបច្ចេកវិទ្យាដើម្បីបំបែកតកកដើម្បីឈានទៅដល់តំបន់ហ្នឹងផងចឹងចិនធ្វើបានអញ្ចឹងមានន័យថាបច្ចេកវិទ្យារបស់ចិនវាទំនើបពីខ្ពស់ណាស់ហើយមិនត្រឹមតែទៅហ្នឹងទៅដល់នេះចិនគ្រប់គ្រងតំបន់ហ្នឹងទៀតបានន័យថាកំពង់ផែ5នាទីនោះចិនខ្លាយទៅជាម្ចាស់កម្មសិទ្ធិកំពង់ផែនៅក្នុងច្រកចេញចូលដែលហៅថាប្រជាបដិមានឹងបានទៅហើយហ្នឹងអញ្ចឹងមានន័យថាសេដ្ឋកិច្ចចិននៅកន្លែងហ្នឹងកំពុងតែរកស៊ីយ៉ាងសកម្មជាមួយនឹងបដិមាជាមួយនឹងមិនរដ្ឋាភិបាលនៅជុំវិញបដិមាទាំងអស់ហ្នឹងគឺកំពុងតែរកស៊ីជាមួយគ្នាអញ្ចឹងមានន័យថាអីសម្រាប់ចិនមិនមែនតែផលប្រយោជន៍សេដ្ឋកិច្ចមួយមិនមែនជាផលប្រយោជន៍សម្រាប់គ្រប់គ្រងដែនគេហៅថាច្រកប្រជាបដិមាហ្នឹងទេប៉ុន្តែសំខាន់មួយទៀតគឺភូមិសាស្ត្រនយោបាយជាមួយនឹងសហរដ្ឋអាមេរិកចិនមិនអាចចេញក្រៅណាទៅពាត់សហរដ្ឋអាមេរិកបានក្រៅពីតំបន់ហ្នឹងទេពីព្រោះតំបន់នេះដូចខ្ញុំនិយាយខាងដើមណាបើយើងមើលតាមភូមិសាស្ត្រវាជាកត្តាស្លាប់រស់របស់សហរដ្ឋអាមេរិកទ្វីបអាមេរិកទាំងបោះគឺពឹងផ្អែកទៅតាមច្រកនឹងមួយហ្នឹងសំខាន់មែនតើអញ្ចឹងចិនទៅដល់ហើយចិនខុសពីរុស្ស៊ីទៅគ្រាន់តែគ្រប់គ្រងភូមិសាស្ត្រនយោបាយប៉ុណ្ណឹងប៉ុន្តែអាចមកវិញបានតែចិនសម្រាប់ទៅគឺនៅនឹងដោយសារអីដែលគាត់ទម្លាក់លុយអញ្ចឹងដែលយើងមើលដែលចិនគាត់លោកប្រធានាធិបតីស៊ីជីនពីងចាប់ពីឆ្នាំ2013មកលោកឡើងប្រធានាធិបតីគឺអា BRI របស់គាត់នឹងធ្វើឲ្យចិននឹងគឺមានប្រជាប្រិយភាពនៅក្នុងពិភពលោកគ្រប់តំបន់អញ្ចឹងកន្លែងណាដែល BRI ទៅកន្លែងហ្នឹងទៅដល់គឺលុយគាត់ទៅដល់កន្លែងហ្នឹងកាលណាលុយគាត់ទៅដល់ហ្នឹងសេដ្ឋកិច្ចប្រទេសហ្នឹងរីកចម្រើនហើយគាត់ចាប់ធ្វើការវិនិយោគគឺគាត់យកលុយធ្វើជាអន្ទាក់សម្រាប់វិនិយោគប្រទេសហ្នឹងហើយគាត់ណាបានរកស៊ីជាមួយគ្នាទៅឥឡូវយើងមើលកម្ពុជាយើងឃើញគឺថា BRI មកពឹបឃើញរីកដូចផ្សិតហើយយើងឃើញការវិនិយោគធំទាំងអស់នៅប្រទេសយើងមកដល់ថ្ងៃនេះគឺថាដោយបានអាហ្នឹងអញ្ចឹងហើយបានធ្វើឲ្យអីប្រទេសយើងមានការរីកចម្រើនមែនតើអញ្ចឹងលឿនទៀតអញ្ចឹងដានអាម៉ាក់ដូចគ្នាដែរគ្រាន់តែចិនទៅគាត់ចាប់បានកំពង់ផែដល់ទៅ2តែដែលគាត់សហរដ្ឋអាមេរិកចាត់ទុកថាដានអាម៉ាក់កំពុងរំលោភលើអកិច្ចព្រមព្រៀងជាមួយដានអាម៉ាក់ជាមួយសហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកគាត់បកគលដែនរបស់ហ្នឹងឲ្យដានអាម៉ាក់ជាអ្នកគ្រប់គ្រងប៉ុន្តែសម្រាប់ដានអាម៉ាក់មិនអាចមានលទ្ធភាពក្នុងការអភិវឌ្ឍតំបន់ហ្នឹងអញ្ចឹងចិនទៅដល់ចិនជះកត្តាសេដ្ឋកិច្ចតាលុយទៅហ្នឹងធ្វើឲ្យចិនឲ្យគ្រប់គ្រងមកចែកផលប្រយោជន៍គ្នាចលែងហ្នឹងហើយដែលឃើញថាអាមេរិកជាអ្នកជីកព្រែកហ្នឹងបន្ទាប់ពីបារាំងបរាជ័យនៅឆ្នាំ1914អញ្ចឹងសហរដ្ឋអាមេរិកអ្នកបន្តប៉ុន្តែឥឡូវថ្ងៃបានលទ្ធផលចិនយកទាំងអស់អញ្ចឹងធ្វើឲ្យសហរដ្ឋអាមេរិកហ្នឹងមានការអន់ចិត្តហើយមួយវិញទៀតកន្លែងហ្នឹងគឺចិនទៅហ្នឹងក៏ចិនគេមើលឃើញដែរគឺកន្លែងនេះគឺជាមហាសាលនៃរ៉ែកម្ររហូតមានទៅដល់3.7 trillion ឯណោះច្រើនណាស់ច្រើនមែនតើហើយសហរដ្ឋអាមេរិកក៏ត្រូវខ្វះកយកប្រើប្រាស់នៅធនធានរ៉ែកម្រនៅកន្លែងហ្នឹងដើម្បីបង្កើននៅបច្ចេកវិទ្យាសម្រាប់សហរដ្ឋអាមេរិកដែរអញ្ចឹងបច្ចេកវិទ្យាសហរដ្ឋអាមេរិកត្រូវការរ៉ែកម្រកន្លែងហ្នឹងដើម្បីទី1ជាកន្លែងពិភពសេដ្ឋកិច្ចដ៏ធំជាយើងគិតមើល3.7 trillion គឺវាច្រើនណាស់បើយើងសុំទោសខ្ញុំនិយាយលេងចុះបើយើងឃើញសហរដ្ឋអាមេរិកវាយតម្លៃអ៊ុយក្រែនណាត្រឹម500,000 លានទេណាតែពេលនេះវាឡើងទៅជា3.7 trillion គឺច្រើនជាងប្រទេសអ៊ុយក្រែនទាំងមូលអញ្ចឹងសហរដ្ឋអាមេរិកមានផលប្រយោជន៍ខ្លាំងប៉ុន្តែយើងនិយាយថាការយករ៉ែនឹងវាគ្រាន់តែផ្នែកសេដ្ឋកិច្ចទេប៉ុន្តែកត្តាស្លាប់រស់របស់អាមេរិកគឺកត្តាភូមិសាស្ត្រនយោបាយនៅកន្លែងហ្នឹងបាទគឺសំខាន់ណាស់បើសិនជាមធ្យោបាយត្រជាក់មធ្យោបាយការទូតបញ្ចុះបញ្ចូលអឺរ៉ុបឲ្យ Greenland ហ្នឹងคล้ายទៅជារបស់អាមេរិកមិនបានទេដាច់ខាតយើងអាចថាជំរឿអាក្រក់ណាជំរឿអាក្រក់អាចប្រើយោធាហើយយើងអាចនិយាយបានថាកត្តាយោធានេះប្រសិនបើអាមេរិកយកបានឬមិនយកបាននៅពេលនេះ
ចឹងសម្រាប់សហរដ្ឋអាមេរិកប្រធានាធិបតីក្រោយទៀតត្រូវតែយក Greenland ហើយនេះការមើលឃើញរបស់យើងពីព្រោះ Greenland គឺជាកន្លែងសម្រាប់គេហុំព័ទ្ធសហរដ្ឋអាមេរិកអញ្ចឹងមានន័យថាសហរដ្ឋអាមេរិកមិនដែលត្រូវនរណាហុំព័ទ្ធគាត់ទេប៉ុន្តែនៅពេលដែលចិនឈានជើងទៅដល់ Greenland ហុំព័ទ្ធគាត់ពីលើចុះមកវិញហុំព័ទ្ធរហូតទៅដល់កាណាដាទៀតអញ្ចឹងយើងឃើញថាសហរដ្ឋអាមេរិកប្រហែលជាមិនអាចប្រឈមជាមួយនឹងចិនបានទេនៅពេលដែលប្រទេសចិនកាន់តែរឹងមាំហើយកត្តាសេដ្ឋកិច្ចចាក់នៅឬកាន់តែស្ញេះនៅកន្លែងហ្នឹងគឺមានន័យថាគេសហការមួយប្រទេសចិនហើយហ្នឹងមួយទី2យើងឃើញថាបើសិនជាកាណាដាឥឡូវយើងឃើញម្សិលមិញនេះប្រទេសកាណាដាហើយនឹងចិនបានចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយគ្នាការវិនិយោគមួយដ៏ធំសម្បើមពីមុនកាណាដាគឺជាកូនចឹងរបស់សហរដ្ឋអាមេរិកយើងមិនឃើញទេកាណាដាជាអ្នកចាប់លោកប្រធានក្រុមហ៊ុន Huawei ទៅឲ្យសហរដ្ឋអាមេរិកនៅពេលដែលសហរដ្ឋអាមេរិកនិងកាណាដាត្រូវគ្នាក៏សម័យលោកโจ Biden ជាប្រធានាធិបតីប៉ុន្តែនៅពេលដែលលោក Donald Trump ជាប្រធានាធិបតីកាណាដាคล้ายទៅជាកន្លែងមួយពិចារណាតើរវាងអាមេរិកហើយជាមួយនឹងចិនក៏ត្រូវយកមួយណានៅពេលដែលសហរដ្ឋអាមេរិករបស់លោកដូណាល់តាមគម្រាមយកដែនដីគាត់ដែរអញ្ចឹងគាត់ត្រូវងាកមករកចិនដើម្បីទប់រឿងហ្នឹងប៉ុន្តែចិនឆ្លាតរុញសេដ្ឋកិច្ចទៅអញ្ចឹងបើសិនជាកាណាដាហើយនឹងសេដ្ឋកិច្ចចិនរ៉ូស៊ីជាមួយគ្នាកាន់តែខ្លាំងវាធ្វើឲ្យប្រទេសសហរដ្ឋអាមេរិកហ្នឹងវាត្រូវអាចនៅឆ្ងាយពីកាណាដាអញ្ចឹងបានន័យថាចិនគឺជាអីចិនជាខ្នងបង្អែករបស់ប្រទេសកាណាដាដែលធ្វើឲ្យលោកប្រធានាធិបតីដែលបរាជ័យនៅ Greenland ផងបរាជ័យនៅកាណាដាផងអញ្ចឹងបានន័យថាចិនជាអ្នកការពារផលប្រយោជន៍អធិបតេយ្យភាពឲ្យកាណាដាចិនជាអ្នកការពារឲ្យ Greenland របស់ដាណឺម៉ាកដូច្នេះសហរដ្ឋអាមេរិកបើយើងមើលពីខាងហ្នឹងមកវិញឃើញថាសហរដ្ឋអាមេរិកជាសត្រូវដែលមានមហិច្ឆតាចង់ឈ្លានពានប្រទេសហ្នឹងអញ្ចឹងទីហើយដែលយើងមើលឃើញប៉ុន្តែសម្រាប់អឺរ៉ុបវិញច្បាស់ជារួញកន្ទឿហើយនៅពេលហ្នឹងដោយសារតែអឺរ៉ុបត្រូវពឹងផ្អែកទៅលើប្រទេសរុស្ស៊ីហើយអឺរ៉ុបនិងរុស្ស៊ីនៅឆ្លោះគ្នាចឹងទេដើម្បីកុំឲ្យរួញកន្ទឿដើម្បីមានការប្រកួតចែងអឺរ៉ុបត្រូវតែដូរនយោបាយ flexible ងាកទៅរកធម៌ពលដើម្បីផ្គត់ផ្គង់ជាមួយនឹងសេដ្ឋកិច្ចពីព្រោះសេដ្ឋកិច្ចទៅដល់កន្លែងណាគឺត្រជាក់ទៅដល់កន្លែងហ្នឹងដូចជាទឹកត្រជាក់ទៅដល់កន្លែងហ្នឹងអញ្ចឹងសេដ្ឋកិច្ចគឺធ្វើឲ្យមនុស្សអាចជជែកគ្នាបានហើយនឹងងាយត្រូវរើគ្នាឧបមាថាបើយើងយកមនោគមវិជ្ជាទៅជួនកាលបើផលប្រយោជន៍ចំណេញគេទៅវាមិនអីទេតែបើផលប្រយោជន៍សម្រាប់ធ្វើឲ្យគេគៀបសង្កត់នៅផលប្រយោជន៍នៅគម្រាមគេមានការលំបាកប៉ុន្តែបើយកលុយទៅគឺប្រហែលជាអាចនិយាយគ្នាបានការវិនិយោគជាមួយគ្នាព្រោះចំណេញទាំងអស់គ្នាពីព្រោះនៅក្នុងដំណាក់កាលសតវត្សទី21នេះគឺបច្ចេកវិទ្យាវាលឿនណាស់អញ្ចឹងការរកស៊ីវិនិយោគជាមួយគ្នានឹងហើយគឺជាកត្តាមួយដែលធ្វើឲ្យទំនាក់ទំនងការបរទេសទំនាក់ទំនងការទូតអាចចងជាមួយនឹងគ្នាបានហើយមិត្តដែលល្អបំផុតឬមិត្តដែលមិនល្អបំផុតគឺការរកស៊ីជាមួយគ្នាដែលស្មោះត្រង់